ទីផ្សាររថយន្ត MPV នៅប្រទេសកម្ពុជាយើងឥឡូវនេះកំពុងតែពេញនិយមខ្លាំងមែនទែនអញ្ចឹងនេះគឺជា Lexus G90 នេះគឺជាជម្រើសថ្មីមួយទៀតសម្រាប់បងប្អូនដែលគាត់ចង់បានរថយន្ត MPV ទំនើបតម្លៃក្រោម$60000អញ្ចឹងសម្រាប់ Lexus G90 នេះនៅខាងក្នុងយើងឃើញថាមានកៅអីចំនួន3ជួរដែលវាស្មើនឹង6កៅអីនេះគេហៅថាប្រភេទកៅអី VIP អញ្ចឹងសម្រាប់ Lexus G90 នេះជាប្រភេទឡាន MPV មួយដែលយើងអាចប្រើវាបានច្រើនទម្រង់ទី1គឺយើងអាចប្រើវាជាលក្ខណៈគ្រួសារបែបផាសុកភាពទី2គឺសម្រាប់ការងារឬមួយក៏អាជីវកម្មហើយទី3យើងអាចនិយាយបានថានេះគឺជាប្រភេទឡានសម្រាប់ដឹកភ្ញៀវ VIP អញ្ចឹងទៅចំណុចដែលយើងផ្ដោតច្រើនជាងគេទៅលើឡាន MPV ប្រកាសជាកៅអីជួរទី2អញ្ចឹងសម្រាប់កៅអីជួរទី2ដែលខ្ញុំកំពុងតែអង្គុយនេះគេហៅវាថាជាប្រភេទកៅអី VIP វាមានកៅអីចំនួន2ដាច់ដោយឡែកចេញពីគ្នាហើយមានប្លោះកណ្ដាលសម្រាប់ដើរចូលទៅកៅអីជួរទី3កៅអីនេះដែរក្រៅតែពីសោបដោយស្បែកមានគុណភាពហើយវាក៏មានបំពាក់មកជាមួយនឹងប៊ូតុងអេឡិចត្រូនិកដែរអញ្ចឹងវាមានប៊ូតុងនៅគៀននេះហើយដែលខ្ញុំមើលឃើញរៀងខុសពីឡានផ្សេងគឺត្រង់ថា layout របស់ Lexus G90 នេះគឺដូចគ្នាខាងមុខខាងក្រោយហ្នឹងគឺរបៀបរបបអីដូចគ្នាទាំងអស់ហ្មងប៊ូតុងនេះដាក់នៅគៀនដូចគ្នាទាំងអស់អញ្ចឹងវាមានប៊ូតុងអេឡិចត្រូនិកយើងអាចសេរីវាទៅមុខទៅក្រោយបានហើយកៅអីនេះក៏យើងអាចសេរីទីតាំងអូតូបានដែរ trade វាអញ្ចឹងបានជាពិសេសគឺមានកន្លែងកលជើងនៅកន្លែងនេះអញ្ចឹងសម្រាប់កន្លែងកលជើងនេះយើងអាចលើកវាឡើងលើបានឬមួយក៏យើងតម្លាក់វាចុះក្រោមក៏បានដែរអញ្ចឹងនៅលើកៅអីនេះដែរក៏វាមានមុខងារ Lumbar support ដែរប៊ូតុងនេះគឺយើងអាចសេរីបាន4ទិសហើយណាកន្លែងកលក្នុងហើយនឹងកលចង្កេះរបស់យើងហ្នឹងចង់ឲ្យវាប៉ោងផតមុខក្រោយឬមួយក៏លើកវាខ្ពស់ទាបអីយើងអាចចុចប៊ូតុងនៅខាងក្រោមនេះបានអីដែលសំខាន់កៅអីជួរទី2នេះគឺវាមានមុខងារបន្ថែមមួយទៀតគឺមុខងារកៅអីក្តៅត្រជាក់អញ្ចឹងយើងមានប៊ូតុងចំនួន2នៅគៀនខាងនេះអញ្ចឹងប៊ូតុងនេះគឺយើងអាចចុចបញ្ជាវាបានកៅអីក្តៅត្រជាក់មានចំនួន3កម្រិតហើយគូបញ្ជាក់ថាតកតងជាមួយនឹងផ្នែកខាងក្រោយនេះវាមានម៉ាស៊ីនត្រជាក់ដាច់ដោយឡែកហើយសម្រាប់ម៉ាស៊ីនត្រជាក់នេះគឺយើងមិនមែនសេរីបានតែខ្យល់ទេយើងអាចសេរីសីតុណ្ហភាពដាច់ដោយឡែកនៅខាងលើនេះអញ្ចឹងនៅខាងលើហ្នឹងមានប៊ូតុងយើងបញ្ជាតម្លើងតម្លាក់កង្ហាក៏បានតម្លើងតម្លាក់សីតុណ្ហភាពក៏បានដែរយើងអាចបញ្ជាដាច់ដោយឡែកបាននៅខាងក្រោយនេះហើយនៅចំហៀងកៅអីនេះគឺវាមានកន្លែងមួយដែលយើងអាចដាក់ smartphone បានជាមួយនឹងហ៊ុន USB ចំនួន2មួយ USB-A មួយទៀត USB-C ដែលយើងអាចសាកថ្មទូរស័ព្ទរបស់យើងបាននៅគៀនខាងឆ្វេងនេះចុះបើសិនយើងនិយាយតាក់ទងជាមួយនឹងទ្វារនៅសងខាងទ្វារខាងក្រោយនេះគឺជាប្រភេទទ្វារ slide មានទាំងឆ្វេងមានទាំងខាងស្ដាំហើយសម្រាប់នៅខាងស្ដាំនេះគឺវាមានប៊ូតុងយើងអាចចុចបញ្ជាបានដោយសារតែវាគឺជាប្រភេទទ្វារ slide auto អញ្ចឹងយើងអាចចុចបិទបើកអញ្ចឹងបានប៊ូតុងវានៅកន្លែងនេះអញ្ចឹងតាក់ទងជាមួយនឹងកៅអីជួរទី3បើយើងមើលជាក់ស្ដែងណាបងប្អូនទាំងអស់គ្នាកៅអីនេះវាសឹងតែថាតលាយស្មើកៅអីខាងមុខហើយដោយសារឡាន MPV ទូខ្លួនរបស់វាវែងអញ្ចឹងណាកៅអីខាងក្រោយនេះគឺយើងអាចអង្គុយបានគ្នា3នាក់ហើយសម្រាប់កៅអីនេះគឺមិនមែនតែកូនក្មេងទេសូម្បីតែមនុស្សធំជើងវែងដូចខ្ញុំណាក៏ចូលទៅអង្គុយអត់ទើសជើងដែរដោយសារតាឡានហ្នឹងវាតួវែងហើយកៅអីនៅខាងមុខនោះក៏យើងអាចរុញទៅមុខបានបន្ថែមទៀតដែរអញ្ចឹងសម្រាប់កៅអីនៅជួរខាងក្រោយនេះដែរវាមានកន្លែងដាក់អីវ៉ាន់ហើយមានរុនម៉ាស៊ីនត្រជាក់នៅសងខាង2នេះដោយខាងមុខដែរអញ្ចឹងបានខ្ញុំនិយាយថាឡាននេះពីខាងមុខដល់ខាងក្រោយ layout របៀបរបបប្រើវាគឺសឹងតែថាដូចគ្នាទាំងអស់ហ្មងអញ្ចឹងយើងចូលមកគឺឃើញ stock ណាតែមួយហ្មងអញ្ចឹងសម្រាប់ Lexus G90 នេះដែរបើយើងនិយាយពីប្រវែងបណ្ដោយរបស់វាវិញគឺ5280 មីលីម៉ែត្រ5ម៉ែត្រជាងហើយកម្ពស់នេះគឺ1845មីលីម៉ែត្រ1ម៉ែត្រ3តឹកយ៉ានរបស់វាគឺប្រើជាមួយនឹងយ៉ាន18អ៊ីងអញ្ចឹងប្រព័ន្ធនេះគឺមកល្មមសម្រាប់យើងប្រើទូទៅប្រចាំថ្ងៃហើយតាក់ទងជាមួយនឹងជើងក្រោមដោយសារតែវាគឺជាប្រភេទឡាន MPV អញ្ចឹងគឺគេផ្ដោតទៅលើផាសុកភាពអញ្ចឹងហើយជើងក្រោមខាងក្រោយរបស់វានេះគឺបំពាក់មកជាមួយនឹងប្រភេទ Multi-link suspension អញ្ចឹងនៅពេលដែលយើងជិះទៅវាជួយទប់លំនឹងនៅពេលដែលយើងបត់ផ្លូវកោងឬមួយក៏ផ្លូវកែងហើយអត្ថប្រយោជន៍មួយទៀតគឺវាជួយកាត់បន្ថយអាលាក់អញ្ចឹងនៅពេលដែលយើងជិះទៅយើងអត់សូវដឹងថាឡានហ្នឹងអាលាក់ទេអ
chẳng bông bông thằng này lan ông VV np ba chục ní phía trên đi xa nhàจะเกียงข้างคอยทั้งทมเลียดให้แตะข้างในกลางเหมือนกันสมัยมักซัสชิกาซับนี้จะเกียงอะไรดีในข้างคอยนี่คือเลียดมักทรายเป็นช่วยดำให้สังเกตท่าบอกข้างคอไหมจังคือยังมือtớiคือเคยชุบบ้ามองไปชิเปยุบนะจังครบข้างคอยนี่คือเชียร์ครบอะไรแต่นี้เป็นเมียนบุตรอาจอยหรือมวยก็ยังไปเชียร์ปีเศร้าไปเชียร์ปีขนมลานกับบานได้จากนี้ก็เชียร์ภายในขังกราวหรือบอกมักซัสชิกาซับก็ไอช่วยตีใบนี่กับปัตเตอร์ไอแต่แหลกบ้านนะกับปัตเตอร์ที่ตู้เตอร์สมัยลานอัมพีวีคือเกียร์ซื้อแต่แหลกไอช่วยตีใบเลยเฉยตกจีจังนะจังในภายในขังมุกนี้จะเกียงขังมุกระบอกว่าเดย์ไทม์รันนิ่งไลน์เนี่ยที่เห็นสลิมโหมดเสียงขังคอยของแต่ท้าวิอับบานมักไซเป็นเด้จังยังเมื่อตั้งร้านนี้วิชัวไอร้านในมุกกัดไอสมัยจะเกียงบ่มพลื้อคือเกียร์ในดัดเดลไลท์ในขังคอมนี่วิ่งแต่ต้องจมูกในจะเกียงบ่มพลื้อนี่เห็นเข้าไปร้านเซ็งที่บอกต่างๆเนี่ยแถวแต่ปีเมียนมุกนี้โอโต้แต่ต้องจมูกนั่งบุตรไปเชี่ยคืออัดเมียนโดยลานยังตูเตอร์เด้โดยซาแต่จะเกียงนี่คือคมของเชนปีไอกลางดิจิทัลวิ่งจมูกโจตัวดอกขังขนมจำยมประมาณปีมุกนี้เราบอกว่ามันจำนวนเดียวพอบอกร้านมวยนี้เราไปได้โจมาขังขนมนี่ยมจังจะล้อมทลายในกิสนี่เวียเมื่อเตอร์เสียงคลังเหมือนแต่ไอเดียสำคัญเราไม่บุตรไปใช้แต่เราไปได้ยังจังไปใช้เนี่ยจวนฝรั่งชอบมันติดมาเวไปใช้ดิลานในกิสนี่จังไฮกระไรนี้ยังมีบุตรมวย engine off อันนั้นกระไรนั้นยังจอยเตอร์มีประหลดมาเสนอเยอะไงอย่างได้โจมันคือจะล้อมขึ้นเนี่ยมองไงตั้งแต่ร้านสร้างดูไปก่อนกิสนี่เลยจังจมปัวมักซัสชีกายซับนี่ในยังไอเมียนเนี่ยบายเอากับบ้านด้วยมือกับยังบายคนไอกับบ้านได้ใช่แหละขณะกูซะไอมายังใหญ่ปี performance របស់វាវិញឡាននេះគឺមកពាក់មកជាមួយនឹងម៉ាស៊ីន 2.0 Turbo Turbo ផ្លូវកម្លាំងបាន215សេជាមួយនឹងកម្លាំងរបស់360 Newton m ហើយសម្រាប់កម្លាំងប៉ុណ្ណឹងបើសិនជាខ្ញុំផ្ទាល់ហ្មងគឺវាមិនតិចមិនច្រើនទេហើយក៏អត់មានអី complain ដែរគឺវាមិនល្មមសម្រាប់តែយើងប្រើប្រចាំថ្ងៃហើយឡាននេះគឺប្រើជាមួយនឹងប្រអប់លេខ8វគ្គអូតូចង្កឹះលេខរបស់វានេះអានេះគឺជាប្រភេទចង្កឹះលេខអេឡិចត្រូនិកនៅខាងក្រោយចង្កូតនេះអញ្ចឹងកុំច្រឡំថាអានេះគឺជាផ្លឹកទឹកហ្នឹងមែនទេមិនមែនកន្លែងបាញ់ទឹកទេចង្កឹះលេខបងប្អូនទាំងអស់គ្នាហើយទៅលើចង្កូតរបស់វាចង្កូតនេះរៀង slim ដូចអ្នក review អញ្ចឹងចង្កូតអេឡិចត្រូនិកអញ្ចឹងនៅពេលដែលយើងបើកទៅគឺវាឈូងាយស្រួលបវល់នៅលើនេះមានប៊ូតុងមួយចំនួនដែលយើងអាចប្រើបានដូចជាក់ស្ដែងទៅនៅខាងឆ្វេងនេះគឺវាមានប៊ូតុងសម្រាប់ set cruise control អញ្ចឹងគឺយើងអាច set cruise control នៅលើប៊ូតុងនេះបានអញ្ចឹងតាក់ទងជាមួយនឹងចង្កូតនេះយើងអាចសេរីបានពីរកម្រិតទៀតអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចង់ឲ្យវាធូរធម្មតាយើងអាចផឹង standard ហើយបើយើងបើកលឿនចង់ឲ្យចង្កូតនេះរៀងតឹងបន្តិចអាហ្នឹងគឺយើងអាចដាក់ sport mode មកអញ្ចឹងវារៀងរឹតបន្តឹងចង្កូតនឹងបន្តិចនៅពេលដែលយើងបើកលឿនអញ្ចឹងសម្រាប់ការបើកបោះគឺយើងអាចដូរ driving mode បាន3នៅលើអេក្រង់នេះយើងអាចដូរបាន normal eco ឬមួយក៏ sport អញ្ចឹងបើយើងត្រូវការបានចេះយើងដាក់ sport មកអញ្ចឹងវារៀងស្ទុះជាងធម្មតាទៅលើអេក្រង់នេះដែរយើងប្រើវាប្រចាំថ្ងៃហ្នឹងគឺទំហំរបស់វា 12.3 inch មានមុខងារមួយចំនួនយើងអាចប្រើបានទី1យើងអាច connect ជាមួយនឹង Apple CarPlay នៅលើនេះអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាត្រូវការមើល Google Map អីយើងអាចមើលនៅលើអេក្រង់នេះវាងាយស្រួលហើយសម្រាប់ Android Auto យើងមើលចាក់ស្ដែងនេះក៏អត់មានទេអ្នកប្រើ Android គឺគេជំនួសដោយមុខងារ QD-Link ជំនួសវិញហើយនៅលើអេក្រង់គឺយើងអាចបញ្ជាវាទៅលើម៉ាស៊ីនត្រជាក់ដោយសារតែនៅលើឡាននេះគឺថាដូចឡាន Disney អញ្ចឹងអត់មានប៊ូតុងទេមានតែកន្លែងនេះគឺចុច touch យើងអាចចុចបញ្ជាទៅលើ shortcut ម៉ាស៊ីនត្រជាក់តម្លើងតម្លាក់សីតុណ្ហភាពឬមួយក៏តម្លើងតម្លាក់កង្ហារនៅនេះបានប៊ូតុងមានតែមួយគត់គឺប្រកបនៅខាងឆ្វេងដៃខ្ញុំនេះនៅទ្វារហ្នឹងមានប៊ូតុងមួយសម្រាប់ចុចលើគ្រប់ខាងក្រោយមានតែមួយគ្រាប់ហ្នឹងអញ្ចឹងនៅលើអេក្រង់យើងឃើញថាមានមុខងារ2ទៀត shortcut នៅខាងលើហ្នឹងមាន auto hold អានេះគឺយើងជំនួយនៅពេលដែលយើងឈប់ឡានយើងមិនបាច់ដាក់ parking fee ទេយើងជន់ហ្វ្រាំងមួយទៅវាជួយចាប់ហ្វ្រាំងឲ្យយើងអូតូអញ្ចឹងយើងអត់សូវចុកជើងទេជាពិសេសនៅពេលដែលស្ទះផ្លូវហើយមួយទៀត parking brake electronic គឺយើងអាចចុចបញ្ជានៅលើហ្នឹងបានហើយសម្រាប់មុខងារផ្សេងសូម្បីតែតម្លើងតម្លាក់កញ្ចក់អីគឺយើងបញ្ជានៅលើអេក្រង់នេះបានទាំងអស់តែម្ដងអញ្ចឹងនេះយើងចង់ទាញវាកម្រិតណាយើងចុចនៅលើអេក្រង់ហ្នឹងចង់លើកញ្ចក់ពាក់កណ្ដាលយើងស្រែអញ្ចឹងមកឃើញទេអញ្ចឹងមិនបាច់ប្រើប៊ូតុងចុចកញ្ចក់ដូចឡានយើងធម្មតាក៏បានដែរអញ្ចឹងតាក់ទងជាមួយនឹងចង្កៀងខាងមុខរបស់វាគឺអត់មានប៊ូតុងអីបញ្ជាទេយើងត្រូវចុចបញ្ជានៅលើអេក្រង់ដូចគ្នាអញ្ចឹងនេះយើងចុចកន្លែង lamp ហ្នឹងមកយើងដាក់ឲ្យវាអូតូដាក់វាអូតូអញ្ចឹងទៅវាបិទបើកភ្លើងអូតូម៉ាទិកខ្លួនវាហើយ
ហើយទៅលើជាខៀងខាងមុខនេះដែរវាក៏បន្ថែមមកជាមួយនឹងមុខងារមួយចំនួនទៀតទីមួយគឺ follow me home យើងអាចសេរីនៅលើនេះបានយើងចង់ដាក់ឲ្យវាភ្លឺបន្ទាប់ពីយើងបលត់ឡានក៏បានដែរយើងអាចដាក់ delay វារហូតទៅដល់90វិនាទីហើយតាក់ទងជាមួយនឹងកម្ពស់ជាខៀងខាងមុខក៏យើងអាចសេរីវាបានដែរយើងចង់ដាក់ឲ្យទាបមកល្មមឬមួយក៏ដាក់ឲ្យវាខ្ពស់ក៏បានចុចបញ្ជានៅលើអេក្រង់នេះបានទាំងអស់ហើយតាក់ទងជាមួយនឹងកាមេរ៉ា360 degree គឺយើងអាចមើលបានពីជម្រើសមើលជាលក្ខណៈ 2D ក៏បានមើលជាលក្ខណៈ 3D ចេះក៏បានហើយមានមុខងារមួយទៀតគឺ transparent chassis អាហ្នឹងគឺយើងអាចមើលឃើញកង់ឡានរបស់យើងតើវាស្ថិតនៅទីតាំងមួយណាបើសិនយើងបើកផ្លូវចៀតឬមួយក៏ផ្លូវពិបាកអីក៏យើងអាចស្មាននៅខាងបាតឡានរបស់យើងបានអញ្ចឹងកាមេរ៉ា360នេះនៅពេលដែលយើងវាយសញ្ញោបត់ឆ្វេងស្ដាំអាហ្នឹងវាក៏លោតឲ្យយើងមើលអូតូដែរអញ្ចឹងពេលយើងបើកយឺតៗចឹងក៏យើងអាចមើលបានផ្លូវកែងកែងនេះអញ្ចឹងគឺងាយស្រួលមើលអញ្ចឹងនៅខាងមុខខ្ញុំនេះគឺមានអេក្រង់ digital មួយដែលយើងអាចមើលព័ត៌មានទៅលើការបើកបរបានដោយមានសម្ពាធកង់ហ្នឹងគឺវា display ជាប់នៅលើអេក្រង់ហ្នឹងមកហើយតាក់ទងជាមួយនឹងកាប៊ីនផ្នែកខាងមុខរបៀប layout ដូចមួយខាងក្រោយបិទមកកៅអី mode ដូចគ្នាពណ៌ដូចគ្នាស្រោបដោយស្បែកដូចគ្នាមានប៊ូតុង electronic ដូចគ្នាហើយមាន lambda support ដូចគ្នាអញ្ចឹងយើងអាចចុចបញ្ជាអីបានដូចគ្នាទាំងអស់មកអញ្ចឹងចំពោះកៅអីខាងមុខនេះវាខុសពីកៅអីខាងក្រោយតែបន្តិចទេត្រង់ថាវាអត់មានមុខងារក្តៅត្រជាក់ហើយកៅអីមុខវារៀងទាបជាងខាងក្រោយបន្តិចបើយើងអង្គុយក្រោយរៀងខ្ពស់ស្លាស់ជាងខាងមុខអញ្ចឹងណាអញ្ចឹងសម្រាប់ Lexus G90 នេះទៅលើប្រព័ន្ធសុវត្ថិភាពរបស់វាគឺមានតែទៅលើមុខងារមូលដ្ឋានមួយចំនួនដែលយើងត្រូវការប្រើប្រចាំថ្ងៃទេវាមាន sensor នៅខាងមុខខាងក្រោយហើយសម្រាប់ sensor ខាងមុខរបស់វាគឺបន្ថែមជាមួយនឹងមុខងារមួយទៀតដែលគេហៅថា radar parking assist អញ្ចឹងនៅពេលដែលយើងបើកទៅគៀកឧបសគ្គគឺវា alert ហើយវាជួយវាស់ចម្ងាយស្មានថាតើឡានយើងទៅកាន់ឧបសគ្គហ្នឹងនៅសល់ចម្ងាយប៉ុន្មានទៀតដើម្បីឲ្យយើងប្រយ័ត្នអញ្ចឹងណាអញ្ចឹងសម្រាប់ Lexus G90 នេះដែរបងប្អូនទាំងអស់គ្នាតម្លៃរបស់វាគឺខ្ទង់$50,000ជាងហើយសម្រាប់ឡានមួយនេះគឺមានការធានារយៈពេល5ឆ្នាំឬមួយក៏10,000 គីឡូម៉ែត្រពី Lexus Cambodia អញ្ចឹងសម្រាប់ព័ត៌មានបន្ថែមអាចតាក់ទងទៅ Lexus Cambodia បានឡានមួយនេះបងប្អូនអាចទៅមើលបាននៅក្នុង showroom របស់ Lexus Cambodia អញ្ចឹងអរគុណច្រើនវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូក្រោយទៀតជម្រាបលាបាយបាយ